សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការដកប្រាក់របស់ Withdrawal ដំបូងឡើងគឺយើងត្រូវចូលទៅកាន់ menu Accounting បន្ទាប់មកคลิกទៅលើ Withdrawal ឥឡូវនេះគឺយើងចូលមកដល់ list របស់ Withdrawal បន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង Add New ដែលនៅខាងស្ដាំដៃបន្ទាប់មកវានឹងចេញប្រអប់ដើម្បីយើងធ្វើការបញ្ចូលព័ត៌មានរបស់ Withdrawal Asset Type គឺជាប្រភេទដែលឲ្យយើងធ្វើការដកប្រាក់ដូចជាយើងធ្វើការដកប្រាក់ពីសាច់ប្រាក់ក្នុងដៃឬមួយក៏សាច់ប្រាក់ក្នុងធនាគារខ្ញុំធ្វើការជ្រើសរើសដកសាច់ប្រាក់ក្នុងដៃamount គឺដាក់ឲ្យយើងបញ្ចូលចំនួនដែលយើងធ្វើការដកប្រាក់ currency តើយើងដកប្រាក់ជាប្រភេទដុល្លារឬមួយក៏ជាប្រភេទរៀល invoice គឺឲ្យយើងធ្វើការចុះចុះលេខ invoice War date គឺជាថ្ងៃដែលយើងចុះចោល Description សម្រាប់ឲ្យយើងធ្វើការចុះចូលការបរិយាយ User គឺជាឈ្មោះអ្នកដែលបានធ្វើការចុះចូលការដកប្រាក់បន្ទាប់មកធ្វើការចុចលើប៊ូតុង Add New ហើយវានឹងចុះចូលទៅក្នុង Visa នៅខាងក្រោម